Boom, thì số này đang ở cái này nhưng bạn EG ngày nay dương mà to phía anime sort art online mình to tiền.ในtrong vẽ món kỳ tô ban nông ly phá trên vì rung phun nôm nu ban sầm rải hơi. Bên này Poke bắt to đầm ná chua từ cán Triver tại mà đông. Tại họ tam fleur sốc sốc dưới các bạn vào từ cán kỳ tô tha nơi khang mốc bên trong Salamander chừng nỗi học sụp nẹt chiêngกับวง tập bạcนี้จะmỗi lần mình được tập 2 tập 14 nẹt tê. Vậy tới cáiวง thơ si game món đó nha. À vậyได้สำคัญขนมจะนอนมาดูดับ14เนี่ยนะមានមិត្តភ័ក្តិរបស់លីហ្វាម្នាក់ដែលមានឈ្មោះថាសាខូយ៉ាអញ្ចឹងនាងមិនអាចឲ្យដៃឈរមើលបានទេត្រូវតែជួយនាងប្រាប់ឲ្យគីរីតូទៅ Triver មុនទៅនាងជួយមិត្តភ័ក្តិនាងសិនតែគីរីតូណាចេះរត់ចោលគ្នាពួកគេក៏សម្រេចចិត្តទៅជួយសាខូយ៉ាជាមួយគ្នាតែម្ដងក្រុមបោសាខូយ៉ានេះក៏ឲ្យឈ្មោះថា Cat Safe របៀប Fairy បែបឆ្មាគ្នាយើងរួចស្របពេលដែលពួក Salamander រៀបនឹងចាត់ការទៅលើក្រុមសាខូយ៉ាទៅហើយគីតូហោះមកទាំងអត់និយាយច្រើនទេអាណាគេមើលគេវើចេញមកជួបយើងចូលមកចេញមកកាច់សាហាវប្រោយគ្នាយើងរួចខាងនោះគេមានតែចៅស្អីអាមេគេនឹងក៏បានចេញមកប្រោយចូលអាណាគេឆ្លើយមករកយើងវើយមិនដែលពួក Salamander ហ្នឹងមានឈ្មោះថា Eugene អាប៉ែហ្នឹងចេញមកទៅអត់សូវខ្វល់មួយគីរីតូហ្មងទេដោយសារតែគេគឺជាពួក Spriggan ហើយអន់កាក់មិនសូវជាចង់និយាយជាមួយទេក៏តែដោយសារតែគេខ្លាហានហ៊ានបបួលគាត់វាយមួយស្មើអញ្ចឹងអូខេគេវិញតាមម្ដងឯងចុះគីរីតូបួប៉ែ Eugene នឹងវាយមួយស្មើបើសិនជាគីរីតូឈ្នះឲ្យគេនឹងឈប់មកញ៉ៃជាមួយនឹងពួក Cat Safe ឬក៏ពួក Bro Safe អីបន្តទៀតតែបើកន្លែងទៅមើល item ដែល Bro Eugene ពាក់លើខ្លួនវិញសិតតែរបស់ rare ហ្មងដល់ប៉ែហ្នឹងគេមាន2អ្នកបងប្អូនគ្នានៅក្នុងជីវិតពិតគឺជាបងប្អូនបង្កើតហើយក្នុង game វិញគឺជាអ្នកដែលខ្លាំងជាងគេបង្អស់នៅក្នុង game នេះទាំងមូលហ្មង player ដែលសាហាវជាងគេគ្នាយើងហើយ2អ្នកបងប្អូនគេនឹងដោវាយពេញ game សាខូយ៉ាប្រាប់ថាបើចង់យកឈ្នះប៉ែហ្នឹងតើតែមាន skill កាន់ដាវ2ដើមមួយគីតូយើងមានតែចៅអីបើការវាយប្រហារភ្លាមប៉ែនោះកាប់ប៉ងដើរគេនឹងចាក់ធ្លុះដើរគីតូឡើងខ្ទប់គ្មានតែបកទៅកាប់គ្នាបន្តទៀតខ្វាច់ប៉ងគីតូវិញនិយាយថាត្រូវលវឡើងសោះខ្លួនគ្មានតែហោះដេញកាប់គីតូប៉ងពេញមេឃគីតូក៏បាញ់ផ្សែងខ្មៅល្ងឹតអាប់ពេញហ្នឹងឡងពេលបាញ់ផ្សែងខ្មៅគីតូក៏បានតែខ្ចីដាវរបស់លីហ្វាមកដើមហើយក៏បាត់ខ្លួនបាត់ទៅអាប៉ែយូជីនក៏វាតាមមកដាវបាត់ផ្សែងនឹងអស់លីងហើយក៏បាត់វត្តមានគីតូអត់ឃើញទេគេគិតថាគីតូនឹងបាត់ខ្លួនបាត់ទេណាតែគ្មានទេណោះមើលទៅខាងលើម៉ែមកប្រោយដាវ2ដើមដួលប៉ូលីសទុះចូលមកអាប៉ែនោះជាកាប់ប៉ងតែគេតយដើមមករងកគេជាប់គ្មានទេលាំងប្រខ្វាច់កាប់ឡើងសោះខ្លួនខ្ទេចហើយគ្មានទេមកដាវចុងក្រោយប៉ងផ្ទុះឡើងបាត់សមោប្រូនោះតែម្ដងមើលនិយាយទៅសាហាវមែនតើគីតូក៏បានយកឈ្នះអាប៉ែហ្នឹងពេលហ្នឹងទៅបន្ទាប់ពីយកឈ្នះប្រូយូជីនហើយសាខូយ៉ាក៏ជប់ឲ្យគេរស់មកវិញនៅក្នុងកន្លែងដដែលយូជីនទទួលស្គាល់ការបរាជ័យលើដំបូងហើយគេក៏អត់ដែរជួប player ណាដែលខ្លាំងដូចគីតូដែរអត់និយាយច្រើនទេក៏ដកតបរបស់គេត្រឡប់ទៅវិញអស់ទៅតែសន្យាថាថ្ងៃណាមួយគេនឹងត្រឡប់មកសងសឹកគីតូឲ្យបានបន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់ទៅលីហ្វាក៏បានប្រាប់ទៅកាន់សាខូយ៉ាថាព្រឹត្តិការណ៍ដែល Salamander មកតាមប្រមាញ់ក្រុម Cat Safe នេះក៏សារតែមេក៏សម្ព័ន្ធរបស់ Safe Territory បានរួមគំនិតគ្នាជាមួយពួក Salamander ដោយរវាង Cat Safe ជាមួយនឹងពួក Safe ហ្នឹងគឺជាសម្ព័ន្ធមិត្តជាមួយគ្នាតែដោយសារតែ Seagard ជាមេដឹកនាំរបស់ពួក Safe ហ្នឹងចង់ចោះចូលជាមួយ Salamander បង្កើតទឹកដីធំអីចឹងណាព្រោះក្នុង game នេះគេនឹងមានការ update មួយដែល player របស់សម្ព័ន្ធមួយអាចកើតនៅក្នុងសម្ព័ន្ធមួយទៀតបានបន្ទាប់ពីការ respawn របស់ពួកគេអញ្ចឹងហើយបានជាចង់ធ្វើ Sea Cat Safe ដឹងដំណឹងនេះហើយសាខូយ៉ាក៏បាន teleport ទៅជួបជាមួយនឹងអាប៉ែ Seagard ហ្នឹងតែ Seagard ហ្នឹងវាអត់ខ្វល់ទេនិយាយឡើងពងអើយរកវាឃើញពេលណាចាំគិតទៀតបន្ទាប់ពីដឹងការពិតនៃចំនួនផ្ទៃក្នុងសម្ព័ន្ធហ្នឹងហើយ Seagard ជាមួយនឹងកូនចៅរបស់នាងដែលមានឈ្មោះថា Silica ហ្នឹងនាំគ្នាមកអរគុណគីតូវិញហ្នឹងហើយក៏ចង់បកគលខ្លួនប្រាណនៅគីតូទៀតតែគីតូមិនទៅយកអាស្អីអស់ហ្នឹងទេបដូរនឹងការអរគុណគេគ្រាន់តែចង់ឲ្យពួកគេហ្នឹងជូនគីតូទៅកាន់ Triver តែប៉ុណ្ណោះពួកគេបានធ្វើដំណើរឆ្លងការសម្ព័ន្ធ Cat Safe ឆ្ពោះចូលកាន់តែជិតមកដល់ Triver ហើយយើងក៏លែងមកខាងលើ Triver វិញអាស៊ូណាពេលនេះដោយសារតែនាងលួចមើលលេខកូដរបស់ Sugu អញ្ចឹងទៅនាងក៏អាចប្រើលេខកូដហ្នឹងទៅដោះទ្រង់របស់នាងបានណាអ្នកគ្នាតែនៅខាងក្រៅនេះគឺជាបរិវេណមួយធំខ្លាំងមែនទែនមិនងាយចុះរត់បានទេមុននឹងតវីដេអូយើងទៀតអ្នកទាំងអស់គ្នាដឹងអត់អ្នកទាំងអស់គ្នាមានឱកាសទទួលបានទឹកប្រាក់ជាច្រើននៅពេលដែលចុះឈ្មោះលេងកំសាន្តជាមួយនឹង 1x ឬក៏ចូលទៅ Google ហើយ search ពាក្យថា 1x និងកំសាន្តដោយការទទួលខុសត្រូវឬក៏អាចប្រើ promote code ដែលមាននៅលើអេក្រង់ទាំងនេះយកកន្លែងមកខាងគីរីតូជាមួយនឹងលីហ្វាវិញឥឡូវនេះពួកគេចូលមកដល់ទីក្រុងនៅក្រោមដើមឈើ World Tree ហ្នឹងហើយនេះគឺជាទីក្រុងដែលធំជាងគេក្នុងពិភព Game Alfheim នេះតែម្ដងធំយកតែមែនតើណាគ្នាយើងក៏ប៉ុន្តែពេលហ្នឹង System Game ក៏បានប្រកាសថា Game នឹងត្រូវ restart ដើម្បី update system មួយចំនួននៅក្នុង Game ចាប់ពីម៉ោង 4 ភ្លឺរហូតដល់ម៉ោង 3 ល្ងាចថ្ងៃស្អែកនៅពេលនេះពួកគេមានតែរកទស្សនៈដើម្បីស្នាក់នៅសិនមុននឹង Game restart ដើម្បីកុំឲ្យបាត់ item ឬក៏ spawn random កន្លែងមកខាង Asuna បន្តិចនៅពេលនេះនាងបានលួចចេញមកក្រៅចូលមកដល់ប្រឡោះកន្លែងមួយយើងមិនដឹងថាកន្លែងនេះជាកន្លែងអីណាតែយើងមកកាន់ជីវិតពិតវិញម្ដងគីរីតូបន្ទាប់ពី game គេ restart ដើម្បី update ហ្នឹងក្នុងជីវិតពិតគីរីតូក៏បានងើបឡើងលុបមុខអីធម្មតាចឹងទៅហើយចំណាយពេលមួយថ្ងៃជាមួយនឹង Suguha គេបានមកធ្វើម្ហូបបងអូនស្រីគេញ៉ាំក៏ដូចជាគោលដៅបន្ទាប់របស់គេក្នុងថ្ងៃនេះគឺទៅមន្ទីរពេទ្យដើម្បីមើល Asuna Suguha នាងក៏បានសុំគីរីតូទៅជាមួយផងដែរអត់ជាបញ្ហាទេគេក៏ព្រមនាំ Suguha ទៅជាមួយស្របពេលនេះយើងក៏ឡើងមកខាង Asuna បន្តិចនៅពេលនេះនាងបានដើរចូលមកក្នុងបន្ទប់សម្ងាត់មួយនៅក្រោមដើមឈើ World Tree ហ្នឹងហ្មងគ្នាយើងនៅក្នុងបន្ទប់សម្ងាត់នេះអ្វីដែលកត់សម្គាល់
មានបំពង់ជាច្រើននៅលើបំពង់នោះគឺមានរូប hologram សញ្ញារូបខួរដែលបើសិនយើងគិតសម័យទៅដូចជាពាក្យរបស់ Petsugu បាននិយាយថាគេកំពុងធ្វើការពិសោធន៍ទៅលើការ control លើចិត្ត player គ្នាយើងដែលមានថាគេកំពុងតែយកខួរក្បាលរបស់ player ហ្នឹងយកមកពិសោធន៍និងធ្វើឲ្យគេដេកលក់ឬក៏ធ្វើអ្វីតាមតែគេចង់បានរបៀបថាបជាចិត្តណាអ្វីដែលសំខាន់នោះគេអាច control លើ player ឬក៏ចោល player នឹងស្លាប់ក៏បានដែរស្របពេលដែលបានឃើញរបស់ទាំងអស់នោះក៏ស្រាប់តែមានរបៀបបិសាចខ្យល់គ្នាយើងដើរចូលមកអាពេលហ្នឹងគឺជា GM ដែលគ្រប់គ្រង system game ទាំងមូលបើតាស៊ូណាស្ដាប់ការនិយាយពួកវាហ្នឹងនៅជីវិតពិតជាអ្នកវិទ្យាសាស្ត្រដែលកំពុងសិក្សាទៅលើ project នេះតែកំទាន់យើងកន្លែងមកខាង Kirito វិញឥឡូវនេះគេបានមកមើលស៊ូណានៅឯមន្ទីរពេទ្យហើយ Kirito រងចាំតែថ្ងៃទាំងយប់អ្វីដែលគេរំពឹងនោះគេសង្ឃឹមថាអាចជួយឲ្យស៊ូណាភ្ញាក់ដឹងខ្លួននៅក្នុងជីវិតពិតព្រោះគ្រាន់តែចង់ដឹងចម្លើយថានាងនៅស្រឡាញ់គេដោយការពិសន្យាក្នុង game ឬអត់ហើយខាងស៊ូណាវិញនាងដើរចុះដើរឡើងក៏ស្រាប់តែឃើញរបស់មួយគេឲ្យឈ្មោះថា system console អាហ្នឹងគឺជារបស់ដែល GM ឬក៏ manager game គេប្រើប្រាស់ក្នុង game មកគ្នាយើងដែលវាអាចអនុញ្ញាតឲ្យនាង log out ចេញពី game នេះបាននាងក៏ស្ទុះទៅរករបស់នោះតែក៏ជ្រាបត្រូវបានពួកអាតកៅមិនដឹងស្អីមិនដឹងអ្នកដូចខ្ចងតិចអីតិចណាអ្នកគ្នាចាប់នាងបានបីនឹងបាន log out ចេញពី game ហ្នឹងតែត្រូវបានពួកហ្នឹងចាប់បានឯណាហើយពួកហ្នឹងវាបលែងនាងងាយទេវាយកនាងទៅជួបជាមួយនឹង Sugu បើទោះបីជាពេលនេះ Sugu ដែលជាមេឲ្យពួកវា level ក៏ដោយវានឹងចាប់អាស៊ូណាត្រឡប់ទៅកាន់ទ្រង់វិញហើយឃុំនាងទុកមុននឹងទៅវិញអាស៊ូណាក៏បានដកកាត admin ហ្នឹងយកមកទុកផងដែរពួកដៃហ្នឹងក៏បានដូរ password ទ្រង់នាងអីឡើងវិញទាំងអស់កន្លែងហ្នឹងបើសិនជាអាស៊ូណាអាច log out ពី game បាននាងប្រកាសជាជួប Kirito ក្នុងជីវិតពិតហើយតែ Kirito បានត្រឹមតែឃើញអាស៊ូណាស្លាប់បន្តទៀតតែប៉ុណ្ណោះនៅក្នុងពេលហ្នឹងអ្វីដែលយើងដឹងនោះគឺ Suguha នាងក៏មានអារម្មណ៍ថាអន់ចិត្តដែរដែល Kirito បារម្ភតែពីអាស៊ូណាតែអត់បារម្ភពីនាងតែនាងផ្ទាល់គឺបានកំពុងតែលួចស្រឡាញ់ Kirito បន្ទាប់ពីហ្នឹងមកត្រឡប់មកដល់ផ្ទះភ្លាម Suguha ក៏បានចូលទៅក្នុង game Alfheim ភ្លាមតែម្ដងចូលមកដល់ភ្លាមយំពព្រីពព្រាកពេញហ្នឹង Kirito នៅក្នុង game ក៏បានចូលមកហើយសួរនាងថាហេតុអីបានជានាងថ្ងៃហ្នឹងយំ Suguha អត់និយាយអីច្រើនទេគ្រាន់តែនាងអន់ចិត្តសូមបញ្ជាក់បន្តិចកន្លែងហ្នឹងពួកគេអត់ទាន់ដឹងថាក្នុងជីវិតពិតពួកគេគឺជាបងប្អូនគ្នាទេដែលអត់ចង់ឲ្យជីវិតពិតនៅក្នុង game ពាក់ព័ន្ធគ្នា Suguha ក៏ជួបទឹកភ្នែកបន្តដំណើរទៅមុខទៀតនៅពេលនេះនាងជូន Kirito ទៅដល់ដើមឈើ Trivel ហើយចូលមកដល់កន្លែងគល់នៃដើមឈើភ្លាមយុយក៏បានប្រាប់ Kirito ថានាងមានអារម្មណ៍ថាអាស៊ូណានៅខាងលើដោយសារតែយុយនាងជា AI អញ្ចឹងនាងមានអារម្មណ៍ដឹងគ្រប់យ៉ាង Kirito គ្រាន់តែលឺអញ្ចឹងហើយស្ទុះទៅកាន់ដើមឈើនោះភ្លាមក៏ប៉ុន្តែអ្វីដែលជាបញ្ហានៅត្រង់នេះក្រោយការអាប់ដេតដើមឈើ Trivel ហ្នឹងគេបានបាំងសំណាញ់ system មួយដែលពិបាកឡើងមែនទែនហោះឡើងធម្មតាហោះអត់កើតទេតោះតែពួកគេត្រូវប្រយុទ្ធឆ្លងកាត់ជាមួយនឹង Guardian នៃដើមឈើ Trivel ទាំងអស់ដោយសារកន្លងមកអត់មានសំណាញ់ហ្នឹង player ខ្លះក៏បានប្រើ cheat ដើម្បីហោះឡើងទៅលើដើមឈើនោះអញ្ចឹងហើយបានជាគេអាប់ដេតថ្មីដាក់សំណាញ់ Kirito អត់ជឿទេគាត់ក៏ចង់សាកល្បងហោះបុកសំណាញ់ហ្នឹងតែបុកមានធ្លុះណាបុកទឹងទៅយកក្បាលទៅចូលមួយអញ្ចឹងក្រោយពីការសាកល្បងចូលចង់បែកក្បាលអស់ជាង 200-300 ដងនៅតែអត់បែកយុយក៏បានស្រែកផ្ទប់ជាមួយនឹងរនាំងនោះហើយឈ្មោះរបស់អាស៊ូណាដែលធ្វើឲ្យសម្លេងរបស់នាងហ្នឹងឮទៅដល់អាស៊ូណាខាងលើអាស៊ូណាដឹងច្បាស់ហ្មងថានេះគឺជាសម្លេងយុយតែអត់ដឹងថាមាន Kirito មកជាមួយដែរដើម្បីផ្ដល់តម្រុយឲ្យយុយនាងក៏បានទម្លាក់កាត admin ដែលនាងដកមុនហ្នឹងទៅឲ្យយុយធ្វើឲ្យ Kirito បានទទួលកាតមួយនោះហើយដឹងច្បាស់ហ្មងថាខាងលើប្រកាសជាមានមនុស្សហើយម្នាក់នោះគឺគ្មានណាគេទេគឺជាអាស៊ូណានឹងឯងហើយដោយសារតែរនាំងនេះពួកគេមិនអាចហោះធ្លុះវាបាន Kirito មានជំរឿទេមានតែចុះទៅខាងក្រោមដើម្បីប្រយុទ្ធជាមួយនឹងពួក Guardian ឡើងទៅខាងលើឲ្យបានបើទោះបីជាពេលហ្នឹង Lifa ព្យាយាមខាត់យ៉ាងណាក៏គេអត់ស្ដាប់ទៀតដែរមានតែប្រើពាក្យចុងក្រោយអរគុណ Lifa ដែលបានជូនគេមកដល់កន្លែងនេះតើឯអ្នកគ្នា Kirito លេចស្ដាប់ណាគេទាំងអស់ដើរចូលទៅដល់ខ្លោងទ្វារ Guardian Trivel ហ្នឹង Kirito អត់ចាំយូរទេបើកមកទ្វារហ្នឹងមកភ្លុបគេមាន alert មួយប្រាប់ដែរថានៅកន្លែងនេះមាន Guardian ខ្លាំងជាច្រើនទៅប្រឈមមុខ Kirito អត់ខ្វល់ទេគ្រីយកហ្មងគ្មានទេគ្រាន់តែហោះចូលទៅដល់ខាងក្នុងភ្លើបមក Guardian គេដំបូងឡើយឃើញតែមួយតែមួយហ្នឹងរៀងកាចគួសមដែរគ្មានទេ Kirito កាប់មកដល់ប៉ាំងមកបាត់ឃើញថា Guardian រៀងភ័យតែមានណាមកណាយឲ្យមកជិត2 3លានក្បាលមកទៅរើអ្នកគ្នាច្រើនយកតែមែនតើមកគ្មានទេ Kirito ត្រូវប្រឈមមុខជាមួយនឹង Guardian កាប់ដាវជាច្រើនកាប់យកប៉ាំងអ្នកគ្នាស្គាល់សបុកខ្មៅមកអារបៀបចេញមកតាមហ៊ុននោះម៉ែច្រើនណាស់ក៏វាយពួកកាប់ដាវនឹងអស់ទៅគ្មានទេចេញពួកបាញ់ព្រួយមកទៀតបាញ់មកជ្រឹបKirito ក៏ត្រូវលវសំណំដែរតែសម័យដល់រូបភាពរបស់ស៊ូណាអនុស្សាវរីយ៍ memory ល្អជាមួយគ្នាកាលពី game SAO ធ្វើ Kirito បន្តដំណើរទៅមុខទៀតមិនខ្វល់ថាណាណីទេហោះឡើងចិត្តដល់គោលដៅហ្នឹងតែគ្មានទេមានអាគប់ដាវមកទៀតជ្រឹបដែលធ្វើឲ្យ Kirito ក៏ស្លាប់ពេលហ្នឹងទៅហ្នឹងហើយអ្នកគ្នាស្លាប់ហើយធ្វើឲ្យលែងបានហើយរងចាំតទៅ500 វិនាទីទៀតទៅគេ respawn ឡើងវិញម្ដងទៀតដែលមានន័យថាការ respawn នោះនឹង respawn ទៅកាន់កន្លែងដែរដែលគេចូលមកក្នុង game នេះដំបូងតតែមានអ្នកមកជួយបានអាច respawn នៅកន្លែងនេះបានKiritoអស់សង្ឃឹមខ្លាំងមែនតើបើសិនជារងចាំម្ដងទៀតប្រកាសណាស់ថាវានឹងយូរតទៀតហើយមកតែគេហោះមកដល់កន្លែងនេះវិញតែមានណាស្រាប់តែពេលនោះឃើញពួក Guardian ហ្នឹងបែរជាទៅ attack ខាងក្រោមអ្នកដែលមកជួយគេពេលនេះគឺជា Lifa អត់ខ្វល់ច្រើនទេបានស្ទុះចូលមកជួយ Kirito យកព្រលឹងដែល Kirito ស្លាប់ហ្នឹងមកក្តោបនៅនឹងដៃហើយនាងក៏បានហោះកិច្ចពីព្រួញផងដាវផងនិយាយទៅ best ស្លាប់ Barrow ហ្មង
គ្នាយើងតែក៏សំណាងល្អដែរនាងបានកាត់ដោពលឹងរបស់គីរីតូចេញទៅខាងក្រៅទាន់ហើយក៏ប្រាប់ potion respawn ហ្នឹង respawn គីរីតូឲ្យរស់ឡើងវិញតែគីរីតូបន្ទាប់ពីរស់ឡើងវិញហើយគេបានខ្វល់ពីលីហ្វាទេបែរជាចង់ចូលទៅក្នុងដើម្បីទៅជួយអាស៊ូណាបន្តទៀតអូយដល់ក៏លីហ្វាបារម្ភពីគីរីតូមែនតើអត់ចោលគេទៅទេតែគីរីតូនេះរឹងដល់ក៏នៅតែចង់ទៅលីហ្វាក៏ដែរចិត្តនិយាយពីអាម៉ាត់ថានាងបារម្ភពីគេនាងពិតជាបារម្ភពីគីរីតូខ្លាំងណាស់ដោយសារតែនាងមានអារម្មណ៍ថានាងចូលចិត្តគីរីតូបាត់ទៅហើយតែគីរីតូអត់បានចាប់អារម្មណ៍ជាមួយនឹងពាក្យរបស់លីហ្វាទេគេត្រូវតែទៅជួយគេមិនអាចចាំបានទៀតទេគេពិតជាចង់ជួបអាស៊ូណាខ្លាំងណាស់ហើយនៅត្រង់កន្លែងដែលគីរីតូនិយាយពាក្យថាអាស៊ូណាបែបនេះហើយធ្វើឲ្យលីហ្វាដឹងតែម្ដងថានេះគឺជាបងប្រុសរបស់នាងព្រោះអ្នកដែលគាត់ចង់ជួបនោះគឺជាអាស៊ូណាសង្សារនៅក្នុងហ្គេមតែនៅក្នុងជីវិតពិតមិនទាន់ដឹងខ្លួននៅឡើយទេនាងក៏សាក់ហៅគេថាបងប្រុសគីរីតូក៏ដឹងច្បាស់ហ្មងថានេះគឺជាប្អូនស្រីរបស់ខ្លួនស៊ូហ្គូហានៅពេលដែលដឹងការពិតហើយធ្វើឲ្យស៊ូហ្គូហាអន់ចិត្តមែនទែនឡុកអោតចេញពីហ្គេមភ្លាមដែលមានន័យថាការតាមស្រឡាញ់របស់នាងទាំងក្នុងជីវិតពិតនិងក្នុងហ្គេមបរាជ័យទាំងអស់ក្នុងជីវិតពិតនាងបានលួចក្រាបបងប្រុសតែបងប្រុសទៅចាប់អារម្មណ៍អាស៊ូណាហើយក្នុងហ្គេមលួចស្រឡាញ់គីរីតូតែគីរីតូនឹងគឺជាបងប្រុសរបស់នាងទៀតអន់ចិត្តគុណនឹងពីរប្រឲ្យគ្នាយើងយកកន្លែងមកក្នុងជីវិតពិតគីរីតូបន្ទាប់ពីដឹងថាប្អូនស្រីរបស់ខ្លួនគឺជាលីហ្វាគេក៏ទៅគោះទ្វារបន្ទប់លីហ្វាអត់ចង់ជួបគីរីតូទេនាងមានអារម្មណ៍ថាហត់នឿយនិងអន់ចិត្តខ្លាំងមែនទែននៅពេលដឹងការពិតបាក់ទឹកចិត្តគុណនឹងពីរស៊ូហ្គូហាក៏សម្រេចចិត្តសារភាពការពិតទៅប្រាប់បងប្រុសថានាងពិតជាស្រឡាញ់គាត់មែនទែនតែគាត់បែរជាចាប់អារម្មណ៍តាស៊ូណាគីរីតូក៏និយាយថាពួកគេជាបងប្អូនអីតែស៊ូហ្គូហាបានដឹងការពិតដល់ហើយអីបានជាបងប្រុសតែងតែលាក់ខ្ញុំបែបនេះតែពិតទៅពួកយើងមិនមែនជាបងប្អូនបកើតទេនាងដឹងច្បាស់ថាគីរីតូដឹងដំណឹងនេះមុននាងទៀតតែគេបែរជាព្យាយាមលាក់នាងហើយមូលហេតុដែលនាងលួចស្រឡាញ់គីរីតូក៏ដោយសារតែគីរីតូបន្ទាប់ពីដឹងថាពួកគេមិនមែនជាបងប្អូនបកើតគេក៏ចាប់ផ្ដើមបង្ងើយជាមួយនឹងនាងអញ្ចឹងហើយបានជានាងលួចស្រឡាញ់គេនិងចោលបងប្រុសម្នាក់នេះត្រឡប់មកកាន់សភាពដើមវិញនិងមានពេលវេលាស្និទ្ធស្នាលជាមួយគ្នាអញ្ចឹងហើយបានជានាងលួចស្រឡាញ់គាត់គ្រាន់តែចង់បានគាត់មកមើលថែនិងមានពេលវេលាស្និទ្ធស្នាលជាមួយគ្នាដូចជាការពីនៅកុមារភាពតែប៉ុណ្ណោះហើយសាររបស់យើងក៏បានមកដល់ទីបញ្ចប់ត្រឹមនេះដែរអ្នកគ្នាភាគទី7មិនដែរនិយាយទៅរឿងនេះ plot twist សាហាវតផ្ដល់អារម្មណ៍ឲ្យស៊ីជម្រៅតិចបានមានអារម្មណ៍ថាខាច់ឆាប់អ្នកគ្នាហើយបើសិនគ្នាពេញចិត្តនៅភាគនេះកុំភ្លេចធ្វើការចុច like និង subscribe ជួយមានម្នាក់មួយផងណាហើយ comment បេះដូងadmin ផងadmin ចេញវីដេអូរៀងយូរបន្តិចប្រហែលជា7ថ្ងៃនេះមកទឹកត្រឹមប្រឲ្យគ្នាយើងដោយសារតែ level របស់គ្នាយើងដូចadminប្រាប់ចឹងថា admin level រហស៊ីផងអីផងណាអញ្ចឹងដល់ពេល record បានតែពេលយប់ទេដល់ថ្ងៃណា admin មកយើងអស់កម្លាំងទៅគេងបាត់ទៅមិនបាន record ណាដល់ឥឡូវនេះអញ្ចឹងអ្នកគ្នាខ្ញុំបានគេងថ្ងៃដល់ឥឡូវពងអង្គុយ record ម៉ោង1ត្រឹមបដៅហើយព្រលឹមឡើងត្រូវងើបម៉ោង6ទៅលក់ដូរទៀតអើយដល់កadmin លក់អង្គគ្នាយើងបើសួរថា admin លក់ admin លក់អង្គបើគ្នាត្រូវការអង្គអីបោះដុំអីលក់រាយមានទាំងអស់ហ្នឹងចង់ដឹងព័ត៌មានបន្ថែមនេះ admin ដាក់លើ screen ឲ្យមើលហើយចុងវីដេអូនេះ admin មានប៉ុណ្្នឹងទេហើយកុំភ្លេចដែរអរគុណទៅកាន់គ្នាយើងដែលបាន support admin តាមរយៈ AVA ក៏ដូចជាមួយទៀតអ្នកគ្នាកុំភ្លេចទៅ join ក្រុម Telegram admin ផងហ្នឹងហើយមានប៉ុណ្្នឹងទេ link ក្នុង description ខាងក្រោមអញ្ចឹងពីចំណុចនេះខ្ញុំបាទ AG សូមអរគុណនិងសូមគោរពលាបាយបាយ